ឥឡូវនេះពួកខ្ញុំបានមកដល់អន្លង់ឈ្មោះអន្លង់រុនទេសភាពឯនេះស្អាតញាក់សាហាវទៅតំបន់ទេសចរនៅក្នុងលើភ្នំកលែនស្អាតគ្រប់កន្លែងទាំងអស់បងប្អូនឥឡូវនេះខ្ញុំមកថតកន្លែងទឹកហូរមួយកន្លែងសិនទីទៀតទៅខាងនោះសម្រាប់អ្នកដែលស្គាល់អន្លង់រុនណាដឹងតែទេសភាពហ្នឹងស្អាតហើយយើងមកបោះតង់អីគឺចំណងកន្លែងនេះចំពោះមធ្យោបាយធ្វើដំណើរដោយម៉ូតូគឺងាយស្រួលទេប៉ុន្តែអន្លង់រុននេះបើសិនយើងចូលឡានទៅយើងពិបាកហើយអាចពិបាកសម្រាប់ឡានអូរ៉ូដគឺងាយស្រួលវិញទេបើយើងទៅដល់កន្លែងហ្នឹងគឺទេសភាពស្អាតមែនតើបងប្អូនហើយខ្ញុំក៏ទៅលើកទី1ដែរអន្លង់រុននេះពីមុនមកខ្ញុំធ្លាប់ទៅដែរប៉ុន្តែអត់ទាន់បានចូលផ្លូវវាពិបាកកាយូរមកហើយនេះក៏ជាវីដេអូខ្ញុំទៅដើមខែ2នេះគឺពិតជាទេសភាពស្អាតមែនតើហើយខែភាសាក៏ស្អាតម្យ៉ាងដែរប៉ុន្តែទឹកច្រើនបន្តិចហើយកន្លែងដែលខ្ញុំហក់ឡើងទៅហ្នឹងគឺយើងអាចបោះតង់បានបងប្អូនដើម្បីសុវត្ថិភាពបងប្អូននេះអាចបោះគៀងបានហើយខ្ញុំវិញគឺដឹងតំបន់ទឹកកន្លែងហ្នឹងគឺខ្ញុំអត់អីទេបើសិនជាខែភាសាវិញទឹកកន្លែងហ្នឹងគឺច្រើនយើងមិនអាចបោះតង់បានទេយើងអាចបោះនៅខាងលើវិញហើយតំបន់ទឹកធ្លាក់នៅលើភ្នំកលែនគឺមានច្រើនមែនតើហើយទឹកធ្លាក់ដែលធំជាងគេបងប្អូនដឹងហើយគឺនៅចិត្តគឺថាទឹកធ្លាក់ក្នុងកន្លែងនៅចិត្តព្រះអង្គធំហ្នឹងហើយសម្រាប់ខ្ញុំគឺខ្ញុំដើររកទឹកធ្លាក់ណាដែលឆ្ងាយហើយជាពិសេសហ្នឹងគឺកន្លែងណាដែលអត់សូវមានមនុស្សទៅហ្នឹងគឺខ្ញុំទៅហើយកន្លែងខ្លះទៀតក៏មានមនុស្សទៅច្រើនដែររុករកមែនតើហ្មងហើយវីដេអូនេះខ្ញុំអត់មានអ្វីវែងឆ្ងាយអាំងសាច់អេដូចមុនទេគ្រាន់តែបង្ហាញទេសភាពហើយនឹងតំបន់ទេសចរនៅលើភ្នំកលែនដើម្បីពុកម៉ែបងប្អូនបានស្គាល់ផងដែរសូមជួយ share ចែករំលែកទាំងអស់គ្នាដើម្បីទេសចរស្រុកយើងហើយក៏សូមអរគុណច្រើនដែលបានទស្សនាវីដេអូរបស់ខ្ញុំអរគុណច្រើនបាយបាយ